ជាទីគោរពនិងជាទីមេត្រីក្រោយពីគូពិសេសរបស់យើងត្រូវបានបញ្ចប់ទៅឥឡូវនេះគូឯកប្រចាំសប្តាហ៍បានប្រកាសខ្លួននៅលើសង្វៀនដូច្នេះអ្នកខ្ញុំសូមបង្វែរអារម្មណ៍លោកអ្នកនាងមកតាមដានទស្សនាជាបន្តទៀតជាមួយនឹងគូឯករបស់យើងដែលអ្នកខ្ញុំសូមជម្រាបជូនអំពីសមាជិកភាពរបស់កីឡាករទាំងពីរដូចតទៅបង្គោលក្រហមកីឡាករច័ន្ទរក្សាទម្ងន់63គីឡូក្រាម500ជាកីឡាករមកពីក្លឹបកីឡាប្រដាល់អេភូថងកីឡារីឯបង្គោលខៀវកីឡាករមនច័ន្ទតារាទម្ងន់63គីឡូក្រាម500ដូចគ្នាជាកីឡាករមកពីក្លឹបកីឡាប្រដាល់ការិយាល័យទី5កងទ័ពជើងគោកបាទលោកស្រីនិងកញ្ញាជាទីមេត្រីបង្គោលក្រហមច័ន្ទរក្សាកីឡាករមកពីឃុំចាំយាមបាទស្រុកមណ្ឌលសីមាកោះកុងទាំងពីរកំពុងតែស្ដាប់ការណែនាំពីលោកកញ្ញាកណ្ដាលនិយាយពីបទបញ្ជានៃការប្រកួតស្មើពីគូស្លាប់8ដងទី2ដួលហាមថែមទី3ហាមវាយប្រដាប់ការពារទី4ហាមវាយពុះកែងពីលើលលាក្បាលទី5ហាមវាយពីក្រោយកញ្ចឹងកនិងទី6ហាមវាយតោងខ្សែសេវៀនប្រកួតអញ្ចឹងកីឡាករទាំងពីរស្ដាប់បានច្បាស់ហើយអ្វីដែលផ្ទុយពីបទបញ្ជាដែលបានហាមឃាត់នោះគឺប្អូនដាច់ខាតមិនត្រូវបំពេញឡើយឥឡូវស្ដាប់បញ្ញាកដាលបានធ្វើការណែនាំជាពិសេសយើងនឹងអាចដឹងកតិការបស់ការប្រកួតហើយកីឡាករទាំងពីរប្រុងប្រៀបប្រកួតទេពស៊ីវត្ថាជាអ្នកនាំការប្រកួតនៅក្នុងទី1គូទី5បាទសូមបញ្ជាក់មនច័ន្ទតារានេះអ្នកសង្កាត់ព្រែកឯងខណ្ឌព្រែកឯងរាជធានីភ្នំពេញ34ដងឈ្នះ23ចាញ់11ចុងក្រោយជួបខំពេជ្រចិន្តាឈ្នះដោយបន្ទុកកូនសិស្សលោកម៉ាងមនរ៉េវរ៉ាត់មិនរ៉េវរ៉ាទេនៅក្លឹបការិយាល័យទី5កងទ័ពជើងគោកឯឈុំខាន់ទេបៃតុំបាញ់មិញពេជ្រសផានអាញាកដាច្រឡំនៅឡុងសផានបាទពេជ្រសផានបាទសម្រាប់គូមុនបាទទស្សនាការប្រកួតប្រភេទទម្ងន់63គីឡូក្រាមកន្លះ63គីឡូក្រាមកន្លះបាទយើងមើលកីឡាករច័ន្ទរក្សាប្រវត្តិប្រកួតរបស់គេក៏ច្រើនបាទមានន័យថាច្រើនប្រកួតលឹះកីឡាករបង្គោលខៀវសាប្រកួតច័ន្ទរក្សាសក់លុយដោយលោកហ៊ួនចឹងហើយក៏ហមមកដូចខ្ញុំណាស់អេលុយបាទហើយមើលកីឡាករច័ន្ទរក្សាបាទវាលើដល់ហើយបាទទឹកទី1ទៅបាទមកជើងបាញ់មិញលឺរន្ទះបាទតជើងអូខេបាទទៀតឥឡូវទស្សនាការប្រកួតបន្តទៀតគាត់ជើងក្រៅមួយបាទចលោសិនបាទទស្សនាការប្រកួតបន្តទៀតយ៉ាងម៉េចហើយចលោបន្តគាត់ជើងក្រៅផែមួយទៀតអត់អីដើរចូលប្រើកណ្ដាប់ដៃចលោជាថ្មីអីអើយមនច័ន្ទតារានោះក៏ប្រយ័ត្នប្រយែងដែរគីឡូធ្ងន់ជាងគេថ្ងៃនេះបាទតលោកជើងចូលមនច័ន្ទតារាឈ្មោះលយណាស់បាទមនច័ន្ទតារាខុសតកូលតិចបើតកូលធំតិចត្រូវមេធំហ្មងបាទលោកជើងសងមកដល់ពីដៃអាយ៉ាល្អកុំថែមដាក់និយាយតាមអាយ៉ាដាក់ហូតហាមែនជើងសងមកដៃរបស់ច័ន្ទតារាវាយជង្គង់ចូលច័ន្ទរក្សាចាប់អក្លេអត់អីញ៉ាកណ្ដាលបាយសិន stop វាយចាប់ទឹកទី1រូបភាពបញ្ជូនមកដល់វិញហើយគូឯកទី5ទឹកទី2បាទគូឯកទី2ច័ន្ទរក្សាក្រហមមនច័ន្ទតារាខៀវ
យ៉ាងម៉េចបាទអត់ទាន់មានអីគួរឲ្យកត់សម្គាល់បាទធាក់មួយជើងមួយដៃរបស់តារាប្រើកណ្ដាប់ដៃគេនឹងមុំតមួយជើងសងទៅអីយោចារសាយ៉ាងម៉េចទប់ជាប់ទាត់ជើងក្រោមខ្លាំងអីយ៉ាមិនស្រួលទេ64ប្រកួតរបស់ក្រហមឈ្នះ47បដូរគុំគួរស្លោអត់បានតែ8ដងទេ34ប្រកួតរបស់មនចន្ទរាឈ្នះ23ដងបដូរគុំគួរស្លោបាន8ដងដែរបាទពិតជាមិនធម្មតាដូចគ្នាឥឡូវកីឡាករជើងចាស់ខឹមពេជ្រចិន្តាជួបមនចន្ទរាក៏ចាញ់ដែរបាទផាន់សរុនអ្នកដែលជួបអ្នកដែលចាញ់ក្រោមកណ្ដាប់ដៃច័ន្ទរក្សាបាទដោយបន្ទុកដែរការប្រកួតចុងក្រោយឱកាសចូលគៀបន្តិចយកជើងខ្ទាស់ចុះឡើងអាញាកដាលបាទទេពស៊ីវថាញ៉ៃកីឡាករប្រកួតតទៀតយ៉ាងម៉េចហើយតតជើងក្រោមខ្លាំងប្រើកណ្ដាប់ដៃឱកាសរុញចូលអីអើយធ្វើអត់កើតទេបាទវាយខ្លាំងប្រកួតតដើរចូលមួយទៀតប្រើកណ្ដាប់ដៃអាញាកដាលញ៉ៃកីឡាករដើរចូលមួយសម្រាប់បង្គោលខៀវមនចន្ទរាមួយដៃបន្តទាត់ជើងក្រោមដើរចូលប្រើកណ្ដាប់ដៃជាថ្មីទៀតទាត់មួយជើងទៀតហើយយ៉ាងម៉េចកំពុងតែបដោតអារម្មណ៍ដើរចូលធាក់ប្រើកណ្ដាប់ដៃ1 2អត់អីទេរឿងក្រហមមុងទេហើយបាទសម្រាប់បង្គោលក្រហមចាររសាទាត់ជើងក្រោមជាថ្មីទៀតរសល់ជា1នាទីទៀតនឹងចប់ទឹកទី2ប្រើកណ្ដាប់ដៃខ្លាំងញល់1 2បាទគួរតគាត់ជើងក្រោមបន្តរោចូលឲ្យកែងទៅអត់រួចទេចលោបន្តទៀតទាត់ជើងក្រោមជាថ្មីចាប់ជើងជាប់អញ្ញាកដាលឈរមើលសិនបង្គោលខៀវមនចន្ទរាសម្រុកចូលរហូតចុងព្រែកមនចន្ទរាអ្នកចុងព្រែកជូនបងប្អូនកំពុងទស្សនាការផ្សាយផ្ទាល់បដារបស់គូមរាខ្មែរទូទៅបាយ័ននៅចុងព្រែកសង្កាត់ព្រែកឯងខណ្ឌព្រែកឯងទាំងអស់ហើយក៏ផ្ញើជូនបងប្អូននៅភូមិនាងកុកឃុំចាំយាមស្រុកមណ្ឌលសេមាខេត្តកោះកុងទាំងអស់ទស្សនាដែរបាទព្រោះតំបន់ដែលខ្ញុំបានបញ្ជាក់ទាំងពីរហ្នឹងគឺស្រុកកំណើតរបស់កីឡាករទាំងពីរយ៉ាងម៉េចចាប់កាច់អោបកាច់បង្វិលបន្តរុញបន្តិចកំពុងតែគេហៅថាបង្វិលគ្នាអញ្ញាកដាលញ៉ៃកីឡាករទស្សនាការប្រកួតបន្តទៀតមិនហើយទាត់ជើងប៉ះជើងចប់ទឹកទី2បាយកាយឡៃកងទ័ពជើងគោបកាយឡៃទី5ខៀវហើយក៏ហមមកពីពុទ្ធង្គកីឡាសុកច័ន្ទរក្សាខៀវមកពីកាយឡៃទី5ជើងគោកសងម៉ាងមនគ្រូបង្វឹកលោកបដៃទៀតរបស់អាយ៉ាចាប់ជួនចាប់វិញរុញញ៉ាកដាលលឿនណាស់ទៀបស៊ីបថាជើងរបស់រក្សាមនចន្ទរាខៀវលោកជើងចូលដល់អត់បានការទេសងជើងសងដែរទៀតលោកសងឲ្យវិញសងចាប់មើលទៅរឹងមាំល្អណាស់ចន្ទរាទេសែសងលោកម្ដាយសងទៀតទៅលើមនចន្ទរាវាយពីដៃទៅលើសុករក្សាធ្ងន់អត់អីទេដួលងើបានទេមិនបាច់រាប់លោកម្ដាយទៅលើសងមកទៀតលោកកងចូលតាមសងមកវិញអត់អីលោកជើងចូលទៀតតារាសងមកនេះ
ទៀតជើងទៀតចាប់ចេញលោកមនចន្ទរាវាយជង្គង់ចូលទៀតរក្សានៅតែទប់សភាពរបស់ចន្ទរាបានជានិច្ចអត់អីទេលោកគង់ចូលទៀតរុញសងទៀតរុញចូលទៀតសងលោកតាមវិញអាយអើយអូយស្ដាយយ៉ាងម៉េចទឹកទី3ចុងទឹក3អាយ៉ា4ក្រៅរួចទេច័ន្ទរក្សា6បាទអូប្រហែលជាចប់ត្រឹមហ្នឹង8អត់អីអូព្យាយាមព្រោះតែចុងទឹកអត់អីទេចាប់ទឹកទី3ผู้ทำการประกวดធំស្រាសុፐរវីស្គីបាទរូបភាពយឺតកន្លែងដែលរក្សាទាត់តែมันបានល្អត្រូវបានតារាវិបកទៅវិញកន្លែងហ្នឹងអាញាកដារត់ចុងទឹកទស្សនាការប្រកួតបន្តទៀតអីអើយតារាបង្កើនការទាត់ទៅលើចានរក្សាហើយអាយ៉ាមួយជើងបន្តទៀតដើរចូលឲ្យកេកាយពីក្រោយអូប្រមានចាញ់មួយបាទពុះកោពីក្រោយនឹងអត់បានទេហាមមកបានទេបាទលោកបងបាទបាទខុសប្រកួតបន្តទៀតជានៅក្នុងនៃការប្រកួតបាទដល់មួយដៃពីរដៃរុញចាញ់ទៀតមកវិញប៊ីមកកាយទៀតអត់អីព្រោះបន្តកាន់តែដៅក៏គុកហើយកីឡាករទាំងពីរគេផុតចន្ទរាទាត់អត់ត្រូវគាត់ជើងអោតកាត់ជើងពីជួបបន្តទៀតច័ន្ទរក្សាបាទច័ន្ទរក្សាលេងសៃហ៊ានចូលទាត់ជើងក្រោមមួយជើងផុតទៀតបាទបាញ់មិញយ៉ាងម៉េចកន្លែងណាដែលធ្វើឲ្យរាប់បាទទាត់ជើងក្រោមសងទៅវិញបាទឃើញថាការទាត់ចូលលឿនរបស់ការទាត់ចេញលឿនរបស់ចន្ទរាដូចជាលេងសើមានប្រសិទ្ធភាពដើមទឹកនេះទាត់សងបាទអត់អីឡើយចូលឡើងមួយជើងផុតបាទបកាយកិច្ចវិញអត់អីច័ន្ទរក្សាចំហឡើងវិញហើយក្រោយពីរាប់ចុងទឹកទី3ទាត់សងអូហូយកន្លែងចាស់មួយបាទដៃបាទបញ្ឈប់ការប្រកួតតែម្ដងអូយកន្លែងចាស់ហ្នឹងហើយបាទកន្លែងចុងទឹកទី4ចុងទឹកទី3ដែលបង្គោល Q បាទបានទាត់បាទចំដៃបាទមានបញ្ហាដៃបាទអាចមានបញ្ហាយ៉ាងម៉េចផ្លាត់នេះបាទអូបាទលើកែងដៃបាទ2ដងកន្លែងហ្នឹងហើយបាទដែលឥឡូវទីបំផុតគឺអត់អាចបន្តការប្រកួតបានទេសយ៉ងហើយបាទប្រចាំដិតលឿនមែនបាទដើម្បីជួយដល់កីឡាករបាទលោកស្រីនិងកញ្ញាជាទីមេត្រីតាមពិតជាសមមួយប្រកួតទៀតបាទប៉ុន្តែដោយសារពេលវេលាមានកំណត់នោះតិចទៀតយើងនឹងសម្រាប់ដោយសារបាទផ្សាយផ្ទាល់បង្គោលខៀវកីឡាករមនចន្ទរាឈ្នះកីឡាករបង្គោលក្រហមដោយលោកអញ្ញាកណ្ដាលបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី4